នៅក្នុងវីដេអូមួយនេះយើងនឹងមករៀនពីរបៀបនៃការលើកជនរងគ្រោះចេញពីអាងទឹកមកលើគោកប្រកបដោយសុវត្ថិភាពឬក៏ភាសាអង់គ្លេសយើងហៅថា assist to land អញ្ចឹងដូចក្នុងវីដេអូដែលលោកគ្រូរបស់ពួកយើងបានធ្វើការបង្ហាញអញ្ចឹងយើងធ្វើការកាន់ដៃរបស់ជនរងគ្រោះឲ្យជាប់ហើយយើងធ្វើការប៉ាក់ជំហានឡើងលើកាមអាងយើងអត់លោតទេគឺយើងប៉ាក់ជំហានឡើងបន្ទាប់មកយើងធ្វើការខ្វែងដៃយើងដែលជាអ្នកសង្គ្រោះប៉ុន្តែស្របជាមួយនឹងដៃជនរងគ្រោះយើងធ្វើការញូច2ដង3ដងហើយចាំធ្វើការលើកគាត់ឡើងមកលើបន្ទាប់ពីលើកជនរងគ្រោះដល់មកលើបែបនេះហើយគឺយើងធ្វើការអូសជនរងគ្រោះអញ្ចឹងនេះគឺជារបៀបនៃការអូសជនរងគ្រោះដាក់កន្លែងមានសុវត្ថិភាពដែលត្រឹមត្រូវបាទគឺយើងធ្វើការចាប់កាន់បែបហ្នឹងហើយនៅពេលដែលយើងចាប់កាន់គឺយើងត្រូវប្រុងប្រយ័ត្នទៅលើផ្នែកក្បាលរបស់ជនរងគ្រោះការពារការប៉ះទង្គិចឬក៏បុកឲ្យផ្សេងៗអញ្ចឹងដំណាក់កាលបន្ទាប់នេះគឺយើងហៅថា recover position ឬក៏យើងអាចនិយាយបានថាការធ្វើដំណេកសុវត្ថិភាពកំឡុងពេលហ្នឹងជនរងគ្រោះអាចនឹងបាត់បង់ស្មារតីអាចនឹងនៅមានស្មារតីអញ្ចឹងហើយយើងត្រូវការធ្វើដំណេកសុវត្ថិភាពដូចគ្នានៅកំឡុងពេលនេះដែរគឺយើងត្រូវធ្វើការហៅរថយន្តសង្គ្រោះបន្ទាន់ឬក៏ក្នុងដំណាក់កាលធ្ងន់ធ្ងរដែលគាត់អាចនឹងបាត់ដង្ហើមទៅហើយយើងអាចធ្វើជាមួយនឹង CPR ដែលជាជំហានបន្ទាប់ជាចាំបាច់